សត្វស្លាបតំបន់ដីសើមដីសណ្ដទន្លេមេគង្គក្រោមស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជាគឺតំបន់ការពារទេសភាពបឹងព្រៃល្ពៅខេត្តតាកែវគឺជាតំបន់ដីសើមដែលនៅសេសសល់ធំជាងគេនិងបានត្រួតត្រងជីវិតសត្វស្លាបទឹកប្រមាណជា132ប្រភេទតាមរដូវកាលដែលជាច្បាប់ធម្មជាតិកំណត់នៅទីនេះដែលជាបេះដូងជីវៈចម្រុះនៃខេត្តតាកែវរបស់ខ្លួនយើងសូមអ្នកមើលចុះវងទាព្រៃក្បាលធ្នូសរាប់ម៉ឺនក្បាលកំពុងតែហែប្រឡាញ់គ្នាលេងយ៉ាងសប្បាយរីករាយនៅលើផ្ទៃទឹកទីនេះមិនត្រឹមតែផ្ដល់ជាកន្លែងរកចំណីនោះទេតែវាគឺជាកន្លែងដែលផ្ដល់ជាទីទ្រនំដ៏សុខសាន្តដល់ពពួកសត្វស្លាបទាំងនេះនិងជាទីកន្លែងបង្កកំណើតរបស់សត្វស្លាបផ្សេងៗទៀតផងដែរគិតមកដល់បច្ចុប្បន្នទីនេះមានរយៈពេល5ឆ្នាំមកហើយដែលផ្ដល់ជាទីកន្លែងពងគោវត្តមាននៃការវិលមកដល់របស់វងទាព្រៃក្បាលធ្នូសបានប្រែក្លាយទីនេះទៅជាតំបន់មួយដែលមានភាពអ៊ូអរនិងឮសូរតែសំឡេងវងទាបញ្ចេញសម្រែកយ៉ាងកកដែលជាផ្ទាំងទស្សនីយភាពមួយធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងធម្មជាតិដ៏រស់រវើកនៅទីនេះបក្សីគឺជាលំនឹងនៃធម្មជាតិការចិញ្ចឹមជីវិតរបស់ពួកគេត្រូវបានប្រព្រឹត្តទៅរៀងៗខ្លួនរនាលពួរគឺជាបក្សីមួយដែលអាចចាត់ទុកថាគឺជាបក្សីដែលមានសម្រស់ស្រស់ស្អាតជាងគេដោយខ្លួនរបស់វាមានពណ៌ចម្រុះស្រស់ស្អាតគួរជាទីគយគន់សម្រាប់អ្នកទស្សនាសត្វទាព្រៃក្បាលឆ្នូតសជាបក្សីទេសន្តប្រវេសឬបក្សីចំណាក់ស្រុកពួកវាចូលចិត្តរស់នៅជាវងធំនាតំបន់ដីសើមផ្សេងក្នុងប្រទេសកម្ពុជាយើងជារៀងរាល់ឆ្នាំពួកគេតែងតែបង្ហាញវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រៃល្ពៅនៅកំឡុងខែមករានិងបន្តស្នាក់នៅរកចំណីនៅទីនេះរហូតដល់ខែមីនាទើបពួកគេបំលាស់ទីចាកចេញទៅនារដូវប្រាំងតំបន់ស្នូលនៃតំបន់ការពារទេសភាពបឹងព្រៃល្ពៅកំពុងតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រកដ៏សុខសាន្តរបស់ពួកគេតាំងពីរដូវប្រាំងរហូតដល់រដូវវស្សាទឹកដំឡើងទើបពួកគេចាកចេញទៅប៉ុន្តែសត្វស្លាបមួយចំនួនទៀតក៏បន្តស្នាក់នៅនិងពងកូននៅទីនេះរយៈពេលពេញមួយឆ្នាំតែម្ដងសរុបជារួមបឹងព្រៃល្ពៅគឺជាតំបន់ដីសើមដែលមានសារៈសំខាន់បំផុតក្នុងការត្រួតត្រងជីវិតសត្វស្លាបទឹកទាមទារឲ្យយើងទាំងអស់គ្នាចូលរួមថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិនៅទីនេះហើយគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបរិស្ថានមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តតាកែវខិតខំប្រឹងប្រែងការពាររក្សាធនធានធម្មជាតិឲ្យនៅគង់វង្សសម្រាប់ខ្ញុំតែម្នាក់มันអាចផ្សព្វផ្សាយឲ្យទូលំទូលាយបាននោះទេតែរំពឹងពុកម៉ែបងប្អូនទាំងអស់គ្នាជួយ share និងចែករំលែកវីដេអូនេះដើម្បីឲ្យពុកម៉ែបងប្អូនយើងទាំងអស់គ្នាក៏បានស្គាល់អំពីគុណតម្លៃនៃជីវៈចម្រុះនិងការអភិរក្សធនធានធម្មជាតិនិងសត្វស្លាបរបស់យើងវីដេអូនេះដែរក៏បានដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា